ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំចង់លើក topic មួយទាក់ទងទៅនឹងការនិយាយអំពីភាពខុសគ្នារវាងប្រទេសនៅអឺរ៉ុបនៅអាមេរិកក៏ដូចជានៅខ្មែរយើងអញ្ចឹងណាបងប្អូនបាទហើយវីដេអូនឹងផងដែរគឺខ្ញុំថតនៅអឺរ៉ុបបងប្អូនបាទហើយខ្ញុំមកបានសូវថតនៅអាមេរិកទេដោយសារតែអាមេរិកហ្នឹងគឺខ្ញុំមកនៅប្រហែលជាមួយខែជាងហើយបងប្អូនបាទជិត2ខែបងប្អូនបាទហើយរវាងការរស់នៅអាមេរិកក៏ដូចជារស់នៅអឺរ៉ុបគឺមានលក្ខណៈខុសគ្នាឆ្ងាយមែនទែនបងប្អូនគឺឆ្ងាយគ្នាដីមេឃដីព្រោះបាទបើខ្ញុំនិយាយទាក់ទងទៅនឹងការរៀនសូត្រមួយទាក់ទងនឹងប្រព័ន្ធនៃការអប់រំគេនៅអឺរ៉ុបវាខុសប្លែកពីប្រព័ន្ធអប់រំនៅអាមេរិកហ្នឹងបងប្អូនបាទខុសប្លែកគ្នាយ៉ាងម៉េចដោយសារតែនៅអឺរ៉ុបហ្នឹងគឺដូចថាខ្ញុំរៀនទាក់ទងនឹងថ្នាក់អនុបណ្ឌិតអញ្ចឹងណាកាលណាយើងរៀនថ្នាក់អនុបណ្ឌិតនៅអឺរ៉ុបគឺវាគេរៀនមួយឆមាសគឺរៀនតែ3ខែទេបងគឺ2ដល់10សប្តាហ៍អញ្ចឹងទៅគឺគេរៀនចប់ហ្នឹងគឺគេចប់មួយឆមាសហើយបងប្អូនហើយតែមកមួយឆមាសមួយទៀតគឺ6ខែទៀតគឺ12សប្តាហ៍បងប្អូនបាទអញ្ចឹងទៅយើងរៀនចប់6ខែហ្នឹងគឺមានន័យថាយើងចប់មួយឆ្នាំហើយបងប្អូនបាទខុសប្លែកអីពីនៅអាមេរិកគឺនៅអាមេរិកគឺរៀនស្តៀងទៅនឹងប្រព័ន្ធ system នៅខ្មែរយើងបងប្អូនបាទគឺគេរៀនភាគច្រើនមួយឆមាសដូចជា5ខែបងប្អូន5ហ្នឹងហើយមួយឆមាស5ខែបើតាមខ្ញុំសួរមិត្តភក្តិដែលគាត់ធ្វើការមួយខ្ញុំអញ្ចឹងណាគាត់ថារៀននៅអាមេរិកហ្នឹងគឺរៀនយ៉ាងតិចក៏5ខែដើម្បីចប់មួយឆមាសអញ្ចឹងបងប្អូនអញ្ចឹង2ឆមាស10ខែអញ្ចឹងគេសម្រាប់វ៉ាកងទូចវ៉ាកងធំស្តៀងនៅខ្មែរដែរបងប្អូនបាទចឹងទៅសំបីប្រព័ន្ធអប់រំនៅអឺរ៉ុបហើយនិងនៅអាមេរិកគឺខុសគ្នាបងប្អូនដោយសារតែប្រព័ន្ធនេះណាការអឺថាកាលវិភាគនៃការរៀនគឺវាមានលក្ខណៈខុសគ្នាអញ្ចឹងណាបងប្អូនបាទហើយមួយវិញទៀតទាក់ទងទៅនឹងនៅអាមេរិកគឺគេអត់សូវប្រើមធ្យោបាយដឹកជញ្ជូនតាមបែបសាធារណៈប៉ុន្មានទេបងប្អូនដូចជារថភ្លើងអីចឹងណាចឹងទៅបើនៅអឺរ៉ុបបងប្អូនអឺគេសម្បូររថភ្លើងច្រើនបងប្អូនពីក្រុងមួយទៅក្រុងមួយហ្នឹងគឺសម្បូររថភ្លើងយើងបាក់ទិញឡានជិះដូចនៅអាមេរិកទេបងប្អូនបាទនៅអាមេរិកបើយើងអត់មានឡានទេបងប្អូនគឺមានថាយើងដាច់ជើងហ្មងខ្ញុំធ្លាប់តែឮគេនិយាយថានៅអាមេរិកតែមានឡានបានយើងអាចធ្វើដំណើរបានណាដូចគេនិយាយមែនបងប្អូនតែណាកាលណាយើងអត់ឡានគឺយើងពិបាកចេញទៅណេះទៅណោះបងប្អូនបាទចឹងទៅកាលណាមកដល់អាមេរិកម្នាក់ៗគឺត្រូវតែមានឡានបងប្អូនមិនថាឡាននឹងតម្លៃប្រហែលទេគឺត្រូវតែមានឡានខ្លួនឯងផ្ទាល់ហ្មងបងប្អូនបាទបើនៅអឺរ៉ុបយើងអត់ចាំបាច់ថាមានឡានទេបងប្អូនគឺយើងចង់ទៅក្រុងមួយទៅពីក្រុងមួយទៅក្រុងមួយអញ្ចឹងគេមាន public transportation គេថាមធ្យោបាយដឹកជញ្ជូនតាមសាធារណៈគេអញ្ចឹងណាបងប្អូនបាទចឹងទៅយើងអត់ចាំបាច់ទិញឡានទេបងប្អូនចឹងទៅខ្ញុំគិតថានៅអឺរ៉ុបបើប្រៀបធៀបទៅនឹងអាមេរិកហ្នឹងគឺនៅអឺរ៉ុបគេគិតគូរពីបញ្ហាបរិស្ថានច្រើនបងប្អូនបាទគេអត់ចង់ឲ្យមានចរាចរណ៍ច្រើននៅតាមដងផ្លូវកាលណាមានចរាចរណ៍ច្រើនអញ្ចឹងធ្វើឲ្យវាបំពុលដល់បរិយាកាសណាបងប្អូនបាទបើនៅអាមេរិកគឺអត់សូវទេបងប្អូនបាទគឺអឺជិះឡានវិញមួយថ្ងៃមិននឹងឡានទៅប្រហែល100ជើងបងប្អូនអញ្ចឹងទៅបាននៅអាមេរិកគឺការប្រើប្រាស់សាំងណាគេថាកាសពួកសាំងពួកប្រេងម៉ាស៊ុតអីគឺច្រើនមែនទែនបងប្អូននៅអាមេរិកណាតែប្រៀបធៀបទៅនៅអឺរ៉ុបចឹងទៅខ្ញុំគិតថានៅអាមេរិកស្តៀងទៅនឹងខ្មែរដែរបងប្អូនដោយសារតែមិនដែលស្តៀងនៅខ្មែរដោយសារតែនៅខ្មែរយើងគឺយើងអត់សូវមានប្រព័ន្ធគេថាtrain ការ train ណាបងប្អូនទាំងរថភ្លើងអញ្ចឹងណាហើយពីក្រុងមួយទៅក្រុងមួយគឺអត់សូវមានទេបងប្អូនដូចខ្ញុំនៅទីក្រុងTexas ហ្នឹងបងប្អូនបាទគ្រាន់តែរថភ្លើងពីទីក្រុង Dallas មកទីក្រុងដែលខ្ញុំរស់នៅហ្នឹងគឺទីក្រុងដែលខ្ញុំរស់នៅក៏វាមិនមែនជាទីក្រុងតូចដែរបងប្អូនក្រុងធំដែរបងប្អូនគឺអត់មានមធ្យោបាយអត់មានរថភ្លើងមកទេបងប្អូនគឺយើងត្រូវជិះឡានមកហ្មងសូម្បីឡានក្រុងក៏អត់មានដែរបងប្អូនចឹងទៅវាពិបាកដែរបងប្អូនបើយើងគិតទៅវាថាពីក្រុងមួយទៅក្រុងមួយគួរតែអាមេរិកមានរថភ្លើងគឺអត់មានទេបងប្អូនគឺម្នាក់គឺចង់ចេញពីក្រុងមួយទៅក្រុងមួយគឺត្រូវតែជិះឡានហ្មងបងប្អូនបាទបើមិនជិះឡានទេក៏ជិះយន្តហោះដែរបងប្អូនបាទចឹងទៅវាពិបាកដែរបងប្អូនពេលខ្លះបើនៅអាមេរិកក្រុងធំចឹងណាបើសិនបើអាច
មានតែក្រុងធំគឺជាប្រទេសតែមួយដ៏ធំអញ្ចឹងណាគួរតែមានប្រព័ន្ធថាផ្លុតភ្លើងឲ្យវាច្រើនអញ្ចឹងថាប្រជាជនក៏ច្រើនអញ្ចឹងហើយកាត់បន្ថយការប្រើប្រាស់ឡានអីចឹងណាតែអត់ទេបងប្អូនគឺយើងមកដល់អាមេរិកគឺយើងត្រូវតែមានឡានជិះហ្មងបងប្អូនមិនថាយើងអត់ចេះបើកឡានទេត្រូវតែរៀនបើកឡានហ្មងដូចខ្ញុំអញ្ចឹងគឺខ្ញុំមកដល់ខ្ញុំអត់ចេះបើកឡានទេអញ្ចឹងទៅគឺខ្ញុំត្រូវតែរៀនបើកឡានបងប្អូនបើអត់រៀនបើកឡានទេគឺយើងទៅណាអត់កើតទេបងប្អូនបាទហើយទាក់ទងនឹងមួយទៀតហ្នឹងទាក់ទងនឹងអឺសុជីវធម៌រវាងនៅអាមេរិកនិងអឺរ៉ុបគឺស្តៀងគ្នាទេបងប្អូនតែការថាវប្បធម៌នៃការរស់នៅនៅអាមេរិកហ្នឹងភាគច្រើនគឺអត់សូវsocialize ហ្មងបងប្អូនគឺភាគច្រើនចូលចិត្តភាពបែបឯកជនណាបងប្អូនឯកជនភាពអញ្ចឹងណាខុសពីនៅអឺរ៉ុបគឺភាគច្រើនគេមាននេះច្រើនគេមានខ្ញុំអត់ដឹងមិនដែរបើកន្លែងដែលខ្ញុំមកនៅនោះគឺអត់មានលក្ខណៈដូចជា farmer market ស្អីៗនៅអឺរ៉ុបនៅអឺរ៉ុបក្រុងដែលខ្ញុំនៅហ្នឹងគឺគេពេលខ្លះគេប្រារព្ធកម្មវិធីដូចគេថា farmer market គេថាផ្សារកសិករគេរៀងរាល់សប្តាហ៍អញ្ចឹងណាបងប្អូនតែមកនេះអត់សូវមានទេបងប្អូនហើយប្រជាជនគេភាគច្រើនគឺគេជួបជុំនៅផ្ទះនៅអីអញ្ចឹងណាបងប្អូនមិនសូវជានៅតាមបែបសាធារណៈដូចនៅអឺរ៉ុបទេបងប្អូននៅអឺរ៉ុបពេលខ្លះគេមានកម្មវិធីនេះវិធីនោះអញ្ចឹងណាបងប្អូនបាទចឹងទៅវាខុសគ្នាត្រង់ហ្នឹងដែរបងប្អូនតែហើយមួយវិញទៀតហ្នឹងក៏ខ្ញុំមិនសូវហ៊ាននិយាយច្រើនដែរដោយសារតែខ្ញុំទៅមកនៅអាមេរិកប្រហែលជា2ខែអញ្ចឹងទៅយើងអត់ទាន់ហ៊ានសន្និដ្ឋានថាអាមេរិកក៏វាអត់សូវមាន social life ដែរតែហ្នឹងខណៈខ្ញុំមកបានតែ2ខែហ្នឹងអ្វីដែលខ្ញុំមើលឃើញណាបងប្អូនមានតែអញ្ចឹងឯងអូខេហើយខ្ញុំមានរឿងជាច្រើនទៀតដែលចង់និយាយក៏ដូចជាចង់ចែកម្លែកពុកម៉ែបងប្អូនទាំងអស់គ្នាចឹងបងប្អូនបាទហើយបើពុកម៉ែបងប្អូនចង់ស្ដាប់នៅរឿងបន្តទៀតកុំភ្លេចជួយចុច like ជួយចុច follow ហើយនឹង page របស់ខ្ញុំម្នាក់មួយផងបងអញ្ចឹងអរគុណច្រើនបាទជម្រាបលាបាទ